ទោះបីជាយើងទៅសុំការអភ័យទោសពីគេអភ័យទោសឲ្យយើងហើយក៏ដោយតែបើសិនជាបងប្អូនអត់អភ័យទោសឲ្យខ្លួនឯងបានទេបងប្អូននៅតែកើតទុកនឹងរឿងនឹងដដែលទេជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំអត់តន់តាណាឆ្ងាយទេនៅក្នុងប្រាសាទដដែលប៉ុន្តែដូរប្លង់តិចឲ្យបងប្អូនបានឃើញពីក្បូរក្បាច់រចនានៅលើជញ្ជាំងទ្វារមុននឹងចូលទៅដល់ក្នុងអានេះខាងនេះគឺក្នុងប្រាសាទហើយប៉ុន្តែបាត់បង់ក្បាច់ចម្លាក់អីអស់ហើយមានតែដុំថ្មហើយនឹងស្នាមខ្ញុំមិនដឹងថាស្នាមនៅលើជញ្ជាំងហ្នឹងវាមានបញ្ហាគេខ្លះទេប៉ុន្តែអ្វីដែលបន្សល់ទុកហ្នឹងឃើញមាននៅជញ្ជាំងនេះគឺមានក្បាច់ផ្កាស្អាតអញ្ចឹងណាអញ្ចឹងចង់បង្ហាញចែកម្លែកទៅបងប្អូនដែរហើយនៅក្នុងវីដេអូនេះខ្ញុំបន្តចែករំលែកអំពីប្រធានបទការបន្ទោសខ្លួនឯងដដែលប៉ុន្តែផ្ដោតទៅលើដំណោះស្រាយម្ដងចា៎អញ្ចឹងដំណោះស្រាយជាទូទៅតាមបទពិសោធន៍របស់ខ្ញុំហើយខ្ញុំព្យាយាមដោះបញ្ហានឹងខ្លួនឯងប្រហែលចង់20ឆ្នាំហើយបើគិតមើលទៅមិនតាន់អស់ទេបងប្អូននៅមានច្រើនមែនតើចាហើយអញ្ចឹងខ្ញុំគិតថាវាជាបញ្ហាមួយដែលយើងអាចប្រហែលជាត្រូវការប្រើពេលវេលាពេញមួយជីវិតរបស់យើងដើម្បីដោះប៉ុន្តែបើយើងព្យាយាមកាន់តែច្រើនវាកាន់តែល្អចាហើយវាកាន់តែកាត់បន្ថយទៅតាមនឹងចាហើយអញ្ចឹងទៅយ៉ាងហោចណាស់នៅពេលដែលយើងដោះវាបានច្រើនគឺយើងធូរចិត្តច្រើនយើងរស់នៅមានក្តីសុខជាងមុនចាតែបើយើងនៅមានវាច្រើនអានឹងវារំខានក្តីសុខប្រចាំថ្ងៃរបស់យើងច្រើនមែនតើចាអូខេអញ្ចឹងចំណុចដែលខ្ញុំនឹងចែករំលែកអំពីដំណោះស្រាយហ្នឹងក៏មាន6ចំណុចដែរចាចំណុចទី1គឺជាការបង្កើននៅសេចក្តីស្រឡាញ់ចំពោះខ្លួនឯងសេចក្តីស្រឡាញ់បែបមេត្តាករុណាសេចក្តីស្រឡាញ់ដែលមានទិសតែមួយបានន័យថាមានតែឲ្យអត់មានរំពឹងទុកអីពីខ្លួនឯងទេហើយសេចក្តីស្រឡាញ់បែបមេត្តាករុណាហ្នឹងនៅក្នុងព្រហ្មវិហារធម៌របស់ពុទ្ធយើងហើយបើនៅក្នុងផ្នែកចិត្តសាស្ត្រគេហៅថា love quotient គឺជាបញ្ញាផ្នែកក្តីស្រឡាញ់ដែលយើងត្រូវការបង្កើនដើម្បីយើងអាចអភ័យទោសឲ្យខ្លួនឯងនៅពេលដែលយើងធ្វើកំហុសអីផ្សេងណាបងប្អូនអញ្ចឹងបើយើងអត់មានមេត្តាករុណាចំពោះខ្លួនឯងយើងនឹងចាប់កំហុសខ្លួនឯងរហូតណាហ្នឹងហើយជាឫសគល់អញ្ចឹងថ្នាំរបស់ការចាប់កំហុសហ្នឹងគឺយើងបង្កើនមេត្តាករុណាគឺជាសេចក្តីស្រឡាញ់ដែលអត់មានលក្ខខណ្ឌចាហើយយើងទាំងអស់គ្នាសូមមានពូជសេចក្តីស្រឡាញ់ហ្នឹងនៅក្នុងខ្លួនប៉ុន្តែម្នាក់អាចមានតិចឬច្រើនខុសគ្នាអាស្រ័យទៅលើយើងចេះចម្រើនវាកម្រិតណាអញ្ចឹងបើបងប្អូនដែលជាអ្នកសិក្សាតាមធម៌ពុទ្ធគឺនឹងអាចដឹងវិធីផ្សេងហើយក៏មានវិធីដែលបែបសមាធិរបស់ពុទ្ធដែលបង្កើនមេត្តាចិត្តនឹងដែរអញ្ចឹងបងប្អូនអាចស្វែងរកការសិក្សាពីរឿងហ្នឹងទៅហើយក៏វាភ្ជាប់មួយការគិតរបស់យើងដែរតែយើងសម្លឹងទៅខ្លួនឯងហ្នឹងឃើញចំណុចល្អឃើញអីរបស់ខ្លួនឯងប៉ុណ្ណាអញ្ចឹងបើយើងឃើញយើងចាប់ផ្ដើមបង្កើនក្តីស្រឡាញ់ដែលអត់លក្ខខណ្ឌមួយខ្លួនឯងចាក្តីស្រឡាញ់ដែលអត់លក្ខខណ្ឌហ្នឹងគឺស្រឡាញ់ខ្លួនឯងទាំងពេលត្រូវទាំងពេលខុសហ្នឹងឯងអញ្ចឹងពេលដែលយើងបង្កើនវាទៅវាជាថ្នាំព្យាបាលការចាប់កំហុសហ្នឹងឯងចាហើយចំណុចទី2គឺការអភ័យទោសឲ្យខ្លួនឯងការអភ័យទោសឲ្យខ្លួនឯងហ្នឹងគឺជាចំណុចមួយសំខាន់មែនតើពីព្រោះបើយើងអត់អាចអភ័យទោសឲ្យខ្លួនឯងបានទេយើងក៏មិនអាចឈប់ចាប់កំហុសបន្ទោសខ្លួនឯងដែរហើយអាហ្នឹងវាភ្ជាប់គ្នាផ្សារភ្ជាប់គ្នាមានទំនាក់ទំនងគ្នាជាមួយនឹងចំណុចទី1ដែលថាយើងមេត្តាករុណាចំពោះខ្លួនឯងហ្នឹងបានយើងអាចអភ័យទោសឲ្យខ្លួនឯងបានហើយយើងប្រព្រឹត្តកំហុសអីក៏ដោយបងប្អូនកំហុសមួយអ្នកដតីក៏ដោយទោះបីជាយើងទៅសុំការអភ័យទោសពីគេអភ័យទោសឲ្យយើងហើយក៏ដោយតែបើសិនជាបងប្អូនអត់អភ័យទោសឲ្យខ្លួនឯងបានទេបងប្អូននៅតែកើតទុកនឹងរឿងនឹងដដែលទេអានេះ
តាមបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ណាហើយមានកំហុសខ្លះអ្នកដែលទទួលដូចថាត្រូវខ្ញុំធ្វើបាបអីពីមុនអញ្ចឹងណាអ្នកដែលទទួលហ្នឹងជួនកាលពេលយើងនៅក្មេងៗជួនកាលយើងលេងយើងអីចឹងទៅយើងមិនបានគិតអីវែងឆ្ងាយត្រូវខុសអីដូចមនុស្សធំទេអញ្ចឹងទៅយើងចេះលេងអីដែលធ្វើបាបគ្នាហើយជួនកាលអ្នកដែលត្រូវយើងធ្វើបាបហ្នឹងយើងគេផ្លេចបាត់ទៅហើយប៉ុន្តែបើសិនជាបាត់ពិសោធន៍ខ្ញុំគឺខ្ញុំនៅបន្ទោសខ្លួនឯងច្រើនដោយសារខ្ញុំមាន empathy ចឹងអាហ្នឹងវាជាមូលហេតុមួយដែលធ្វើខ្ញុំបន្ទោសខ្លួនឯងរហូតទោះបីជាអ្នកដែលត្រូវខ្ញុំធ្វើបាបហ្នឹងគេផ្លេចបាត់ហើយកុំដឹងណាចាខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់ដែរជួបទៀតទេប៉ុន្តែចំពោះខ្ញុំចាំពីទោសកំហុសរបស់ខ្លួនឯងហើយខ្ញុំស្ពាយអារម្មណ៍វិបដិសារៈហ្នឹងតាមខ្លួនខ្ញុំបន្ទោសខ្លួនឯងចាប់កំហុសខ្លួនឯងរហូតចឹងនៅពេលដែលខ្ញុំចង់ឆ្លងកាត់រឿងដើម្បីដោះស្រាយបញ្ហានឹងបានគឺខ្ញុំត្រូវរៀនស្រឡាញ់ខ្លួនឯងគឺមេត្តាករុណាហ្នឹងហើយរៀនអភ័យទោសឲ្យខ្លួនឯងចាចឹងទៅខ្ញុំក៏បានធូរស្បើយពីរឿងហ្នឹងចាចំណែកចំណុចទី3គឺជាបញ្ហាដែលដោះទៅនឹងបញ្ហាដែលថាយើងធ្វើអីចង់បានល្អឥតខ្ចោះណាអាហ្នឹងគឺយើងត្រូវការទទួលស្គាល់ថាមនុស្សគ្រប់គ្នាអត់ដែលមានណាអត់ខុសទេមិនដែលមានមនុស្សណាល្អឥតខ្ចោះទេអញ្ចឹងហើយដំណើរជីវិតរបស់យើងក៏មិនដែលមានធ្វើអីអត់ខុសដែរណាអញ្ចឹងយើងគ្រាន់តែទទួលស្គាល់ការពិតហ្នឹងហើយបង្រៀនខ្លួនឯងឲ្យទទួលស្គាល់រឿងហ្នឹងហើយឲ្យមើលហេតុផលឲ្យបានត្រឹមត្រូវថាភាពបរាជ័យឬក៏កំហុសឬក៏ភាពខ្វះខាតអីដែលយើងឆ្លងកាត់ជួបប្រទះហ្នឹងវាមានមូលហេតុអីគេបើយើងយល់ពីមូលហេតុហ្នឹងយើងនឹងងាយទទួលយកការពិតហើយយើងនឹងអត់បន្ទោសខ្លួនឯងហើយហ្នឹងវាចូលទៅចំណុចបន្ទាប់មួយទៀតដែលហៅថាផ្នត់គំនិតយោនិសោមនសិការៈមានន័យថាការគិតតាមទំនងនៃប្រាជ្ញាហើយបើនៅក្នុងវិស័យលោកខាងលិចគេច្រើនប្រើពាក្យ critical thinking អីចឹងណាប៉ុន្តែអានេះខ្ញុំលើកចេញពីទ្រឹស្ដីពុទ្ធដែលហៅថាការគិតបែបយោនិសោមនសិការៈមានន័យថាយើងគិតបែបយល់ពីហេតុនិងផលដែលនៅពីក្រោយស្ថានភាពឬក៏បញ្ហាដែលកើតឡើងហ្នឹងតើវាមានមូលហេតុអីគេខ្លះដែលរួមផ្សំគ្នាធ្វើឲ្យរឿងហ្នឹងវាកើតឡើងធ្វើឲ្យយើងមិនអាចសម្រេចកិច្ចការនឹងបានអញ្ចឹងពេលដែលយើងយល់ពីហេតុនិងផលត្រឹមត្រូវយើងនៅតែបន្តធ្វើកិច្ចការងារយើងដើម្បីសម្រេចគោលដៅសេចក្តីប្រាថ្នារបស់យើងប៉ុន្តែយើងអត់កើតទុក្ខអត់បន្ទោសខ្លួនឯងអត់អីទេយើងមានតែព្យាយាមរកដំណោះស្រាយនៅអ្វីដែលខ្វះខាតចាហើយហ្នឹងហៅថាផ្នត់គំនិតបែបយោនិសោមនសិការៈហើយមួយទៀតគឺយើងបើកចិត្តភ្ជាប់មួយនឹងផ្នត់គំនិតហ្នឹងគឺយើងបើកចិត្តក្នុងការរៀនសូត្រអភិវឌ្ឍខ្លួនឯងដែលចេញពីបទពិសោធន៍ដែលយើងធ្វើខុសបទពិសោធន៍ដែលយើងបរាជ័យនឹងឯងអញ្ចឹងភាពកំហុសឬក៏បរាជ័យហ្នឹងវាគឺជាបទពិសោធន៍ដែលយើងត្រូវការដើម្បីអភិវឌ្ឍខ្លួនប៉ុន្តែបទពិសោធន៍ហ្នឹងវាមានមេរៀននៅក្នុងហ្នឹងតើយើងចេះរៀនអត់បើយើងចេះរៀនយើងនឹងអភិវឌ្ឍខ្លួនយើងនឹងធ្វើអីប្រសើរជាងមុនហើយណាចាហ្នឹងគឺជាចំណុចទី4អញ្ចឹងទៅយើងអត់មានមូលហេតុអីដែលត្រូវមកអង្គុយបន្ទោសខ្លួនឯងទេចំណុចទី5គឺរៀនមើលពីភាពជោគជ័យសមិទ្ធផលតូចដែលបងប្អូនបានបំពេញប្រចាំថ្ងៃចាជួនកាលយើងបន្ទោសខ្លួនឯងហ្នឹងដោយសារតែយើងមើលការពិតអត់ត្រូវដែលថាយើងមានការរំពឹងទុកនៅលើហើយអ្វីដែលយើងកំពុងមានបច្ចុប្បន្នហ្នឹងយើងអាចធ្វើបានលទ្ធផលតែប៉ុណ្ណេះទេដល់ពេលអាការរំពឹងទុកយើងនៅណេះអញ្ចឹងគម្លាតនឹងច្រើនប៉ុណ្ណាយើង stress ហើយយើងដាក់សម្ពាធខ្លួនឯងកាន់តែខ្លាំងយើងបន្ទោសខ្លួនឯងកាន់តែច្រើនអញ្ចឹងតើតែយើងមើលពីហេតុបច្ចុប្បន្នដូចថាអីដែលយើងមានហ្នឹងសមត្ថភាពធនធានអីដែលយើងមានហ្នឹងវាគួរសមតែវាសមតែនឹងអាចសម្រេចលទ្ធផលបានប៉ុណ្ណាយើងមើលឲ្យឃើញអាលទ្ធផលហ្នឹងចាហើយអាលទ្ធផលតូចហ្នឹងវានឹងទៅជាកម្លាំងចិត្តក្នុងការឲ្យយើងអភិវឌ្ឍខ្លួនឡើងម្ដងតិចអញ្ចឹងណាបងប្អូន
ចឹងពេលហ្នឹងទៅយើងអត់មានមូលហេតុដែលត្រូវបន្ទោសខ្លួនឯងទេទេយើងមានតែសប្បាយចិត្តជាមួយនឹងលទ្ធផលសមិទ្ធផលតូចៗរបស់យើងហើយវាទៅជាកម្លាំងជំរុញទឹកចិត្តឲ្យយើងកាន់តែខំទៀតណាចាដល់ពេលចំណុចចុងក្រោយទី6មូលហេតុដំណោះស្រាយមួយដែលធ្វើឲ្យយើងឈប់បន្ទោសខ្លួនឯងគឺយើងបន្ថយឬក៏ឈានទៅរកការបញ្ឈប់ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដែលមិនសមហេតុផលចាជួនកាលដូចខ្ញុំបានចែកម្លែកពីការប្រៀបធៀបហើយវាមិនមែនសត្វតែអាក្រក់ទាំងអស់ទេប៉ុន្តែការប្រៀបធៀបដែលអាក្រក់ដែលធ្វើបាបយើងហ្នឹងគឺជាការប្រៀបធៀបដែលមិនសមហេតុផលជាមួយអ្នកដទៃហើយដូចថាយើងមានអីខុសគ្នាយើងយកទៅប្រៀបធៀបគ្នាវាអត់ត្រូវឧទាហរណ៍ដូចយើងយកកង់ទៅប្រៀបធៀបមួយម៉ូតូអីចឹងវាមិនអាចយុត្តិធម៌បានទេអញ្ចឹងអាការដែលមិនយល់ពីហេតុផលត្រឹមត្រូវហើយប្រៀបធៀបខុសហ្នឹងវាធ្វើឲ្យយើងឈឺចាប់អត់ប្រយោជន៍ណាចាវាធ្វើឲ្យយើងបន្ទោសខ្លួនឯងអត់ប្រយោជន៍អញ្ចឹងយើងខាតប្រយោជន៍ច្រើនណាស់នៅពេលដែលយើងអត់យល់ពីរឿងទាំងអស់ហ្នឹងណាចាអូខេអញ្ចឹងខ្ញុំមាន6ចំណុចហ្នឹងដែលសង្ឃឹមថាជាកន្លឹះដល់បងប្អូនក្នុងការយកទៅអនុវត្តហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏អនុវត្តទៅឃើញលទ្ធផលយ៉ាងម៉េចយើងអាចទៅចែកគ្នាបន្តទៀតបានណាចាសូមអរគុណ